សួស្តីបងប្អូនទាំងអស់គ្នាយើងបន្តសាច់រឿងរបស់យើងបន្តទៀតហើយមួយនេះគឺជា channel ថ្មីរបស់ admin ព្រោះ channel 2នឹងវាជាប់ប្រមាណ 3-4 ខែនោះនេះ3-4ខែ5ខែអញ្ចឹងទាំងពីរទៅអញ្ចឹងទៅមានតែធ្វើ channel ថ្មីកុំឲ្យស្ងាត់ចឹងណាអញ្ចឹងបងប្អូន subscribe សាថ្មីឡើងវិញផងហើយនឹងបន្តសាច់រឿងរបស់យើងបន្តទៀតអាលៀងបានមកយ៉ាងប្រញាប់ប្រញាល់ហើយគាត់ក៏បានចាក់ចែងយ៉ាងប្រញាប់ប្រញាល់ផងដែរទោះជាយ៉ាងណាក៏ដោយមិនត្រឹមតែឈិនភិនអានមិនបាត់បង់ការគោរពចំពោះអាលៀងបន្ទាប់ពីឃើញគាត់ត្រូវបានអ្នកផ្សេងវាយនោះទេប៉ុន្តែគាត់ថែមទាំងមានអារម្មណ៍ថាអាលៀងមកលើកនេះសង្ហានិងមានភាពទាក់ទាញជាពិសេសទោះជាយ៉ាងណាក៏ដោយឈិនភិនអាននៅតែមិនអាចទប់អារម្មណ៍ខកចិត្តបន្តិចបន្តួចបានសូម្បីតែរហូតមកដល់សប្តាហ៍ថ្ងៃនេះគាត់នៅតែមិនទាន់បានឃើញអាលៀងដកដាវរបស់គាត់នៅឡើយទេស៊ិនភិនអានបានដកភ្នែករបស់គាត់ចេញហើយស្រាយចំណងជាងហ៊ូដែលជាអ្នកថែរក្សាដាវចេញពីចង្កេះរបស់គាត់បន្ទាប់ពីផឹកស្រាមួយកែវគាត់មិនអាចទប់ចិត្តបានក្រៅអំពីដកដង្ហើមធំដោយអារម្មណ៍ហើយនិយាយថាបន្ទាប់ពីវាយបាន1លានដងខ្ញុំនឹងត្រូវបដូរការផ្ដោតអារម្មណ៍របស់ខ្ញុំទៅវឹកហាត់ដាវវិញជាងហ៊ូហ្នឹងគឺឃ្លោករបស់គាត់ចឹងអស់នេះឃ្លោកចាំដាវហ្នឹងបន្ទាប់ពីចងផ្លែឃ្លោងរបស់គាត់ត្រឡប់ទៅចង្កេះវិញស៊ិនភិនអានលេងប្រុងប្រយ័ត្នដូចមុនទៀតហើយមានស្នាមញញឹមធំទូលាយនៅលើមុខរបស់គាត់នៅពេលដែលគាត់ចាប់ផ្ដើមអនុវត្តសមាធិឈរដោយបើកចំហអាសមាធិឈរអេដមីនធ្លាប់ប្រាប់ណាអាការហាត់ក្បាច់គុណរបស់គាត់ចឹងណាអ្នកនរគេហៅថាសមាធិឈរហាត់សមាធិដើរគាត់ដើរហាត់ចឹងទៅគាត់ខៅអញ្ចឹងទៅណាបើឈរក៏ហាត់ឈរហើយអង្គុយហាត់អង្គុយយ៉ាងដេកហាត់ដេកចឹងទៅមានពួកអមតៈដាវដែលបានហោះហើរពីលើទីក្រុងតូចមួយដោយដាវហោះរបស់ពួកគេហើយពួកគេបានហោះឡើងទៅលើមេឃហើយរីករាយនឹងខ្យល់បក់ខ្លាំងក្នុងចំណោមពពកនៅពេលពួកគេធ្វើដំណើរឆ្ងាយហើយមើលទឹកសមុទ្រស្រកចុះមានពជាចាតាវឈួយដែលកណ្ដាប់ដៃរបស់គាត់អាចរំកិលផែនដីនិងរំជួយភ្នំហើយមានវ័យជិននៃប្រសានខ្យល់ព្រិលខ្យល់ដែលដាវរបស់គាត់បានមកដល់មុនគាត់ហើយបានបញ្ចេញចំហាយដ៏អស្ចារ្យរវាងឋានសួគ៌និងផែនដីប្រសិនបើរបស់ដ៏ស្រស់ស្អាតនិងរុងរឿងទាំងនេះត្រូវបានបង្ហាញដោយអ្នកដទៃនោះមនុស្សម្នាក់គួរតែព្យាយាមធ្វើត្រាប់តាមពួកគេបន្ទាប់ពីមនុស្សម្នាក់បានយកឈ្នះអារម្មណ៍ច្រណែនរបស់ពួកគេតាកតងនឹងថាតើមនុស្សម្នាក់នឹងទទួលបានជោគជ័យឬអត់រឿងនេះអាចត្រូវបានពិភាក្សាបន្ទាប់ពីមនុស្សម្នាក់បានខិតខំប្រឹងប្រែងគ្រប់គ្រាន់នេះគឺជាគំនិតសាមញ្ញមួយអានឹងដូចយើងនៃនិយាយទៅដូចយើងដូច admin នៅពីក្មេងចឹងណាមើលរឿងចិនវ័យគ្នាចឹងទៅពេលមើលឃើញចឹងទៅនាំគ្នាមកបកាច់បកិនពេញវាលស្រែតែឯងចឹងណាមានគ្នាមួយក្រុមមានតែឯងទេខ្ញុំនេះហាត់ទៅការរំជួយដៃដ៏ខ្លាំងក្លានេះបានធ្វើឲ្យមនុស្សជាច្រើននៅលើកប៉ាល់គុណមានការភ័យខ្លាចនិងមិនស្រួលដោយសារតែរឿងនេះនិងដោយសារតែឈិនភិនអានមិនទាន់ត្រឡប់មកពីវេទិកាសង្កេតការវិញឈុនសួយមានអារម្មណ៍ភ័យខ្លាចថាគ្រោះថ្នាក់អាចកើតមានឡើងដូច្នេះហើយនាងបានប្រថុយនឹងការធ្វើឲ្យភ្ញៀវកិត្តិយសនោះអាអន់ចិនហើយដើរឆ្លងកាត់បន្ទប់សិក្សាទៅកាន់ទ្វារដែលនាំទៅដល់វេទិកាសង្កេតការវេទិកាសង្កេតការណ៍នេះសិនជាកន្លែងវេទិកាមួយសម្រាប់គេចោះចតឬកន្លែងគេឈោមើលអីចឹងទៅណាឈោមើលអីបានចឹងណានៅកន្លែងទីធ្លាមួយចឹងទៅបន្ទាប់ពីមកដល់នេះនាងបានរកឃើញថាអ្នកដាំដុះដែលជាមិត្តភ័ក្តិជាមួយនឹងព្រះផ្លូវការនៃភ្នំភាគខាងជើងនៃអាណាចក្រលីដ៏អស្ចារ្យឬក៏ចក្រភពលីដ៏អស្ចារ្យចឹងបានបាត់ខ្លួនដោយគ្មានដានឈុនសួយមិនអាចជួយអ្វីបានក្រៅអំពីត្អូញត្អែនៅក្នុងចិត្តរបស់នាងមនុស្សម្នាក់នេះគឺពិតជាអាចកំបាំងនិងពិបាកយល់ណាស់ពេលនាងឃើញឈិនភិនអានកំពុងតែវឹកហាត់នាងក៏ងាកមកវិញដោយស្ងៀមស្ងាត់ដោយមិននិយាយអ្វីទាំងអស់ក្នុងពេលជាមួយគ្នានោះនាងក៏ដើរដោយស្ងៀមស្ងាត់ដោយចេតនាពេលនាងត្រឡប់ទៅសាលធំវិញការរំខានដល់ការដាំដអ្នកដាំដឬអ្នកហាត់ក្បាច់គុណគឺជារឿងហាមឃាត់ដ៏ធំមួយដោយមិនគិតថាតើមនុស្សម្នាក់មកពីភ្នំឬមកពីខាងក្រៅភ្នំនោះទេនៅពេលដែលអ្នកដាំដដ៏មានអំណាចចូលទៅក្នុងភាពឯកាទាំងនេះនឹងជាបញ្ហាដ៏សំខាន់មិនគួរឲ្យជឿសម្រាប់កម្លាំងទាំងមូលកាលពី100ឆ្នាំមុន
ភ្នំនេះបានជួបប្រទះនឹងភាពចលាចលយ៉ាងខ្លាំងទាក់ទងនឹងបញ្ហានេះព្រឹទ្ធាចារ្យវ័យក្មេងម្នាក់នៅជាន់ទី9បានចូលទៅក្នុងភាពឯកោការពន់ប៉ងឡើងទៅកាន់កម្រិតទី10ប៉ុន្តែនៅពេលនេះហើយដែលសត្រូវដល់កាយសាហាវមួយបានជ្រៀតចូលទៅក្នុងភ្នំនេះដោយសារតែការធ្វេសប្រហែសរបស់ពួកគេជាការពិតណាស់វាក៏អាចនិយាយបានថានេះគឺដោយសារតែអំណាចដ៏ខ្ពង់ខ្ពស់របស់សត្រូវពួកគេតែអត់មានធ្វើភាគនេះគឺហើយជាហើយជា2-3ខែចឹងអ្នកអស់នេះគឺ2-3ខែក្រោយពីអាភាគមុនហ្នឹងណាអញ្ចឹងន័យថាភាគហ្នឹងគឺ admin ឈឺយ៉ាងដដាបដដួហើយអញ្ចឹងគឺ3-4ខែហើយអញ្ចឹងណាបាន admin អាចមានបានមកធ្វើអាភាគនេះតអញ្ចឹងណាទោះជាយ៉ាងណាក៏ដោយគ្រឹះនៃតាវដ៏អស្ចារ្យរបស់ព្រឹទ្ធាចារ្យនោះត្រូវបានបំផ្លាញចោលមានន័យថាគាត់អាចនៅកម្រិតស្នូលមាសបានតែសម្រាប់ជីវិតដែលនៅសេសសល់របស់គាត់មិនយូរប៉ុន្មានស្ថានភាពផ្លូវចិត្តរបស់ព្រឹទ្ធាចារ្យនោះបានពុកផុយហើយនៅទីបំផុតបានដួលរលំដំបូងឡើយគាត់មានកេរ្តិ៍ឈ្មោះដ៏អស្ចារ្យនៅក្នុងភ្នំពិធីប៉ុន្តែបន្ទាប់ពីឧបទ្ទវហេតុនោះគាត់បានក្លាយទៅជាមនុស្សខូខើនិងគោខើមិនគួរឲ្យជឿគាត់នឹងសម្លាប់ស្រីស្នំនិងអ្នកបម្រើរបស់គាត់តាមចិត្តហើយគាត់ថែមទាំងបានធ្វើឲ្យសិស្សថ្នាក់សង្កេតសមុទ្ររបស់គាត់ពិការនិងស្ទើរតែបំបែកស្ពានអមតៈរបស់គាត់នៅទីបំផុតព្រឹទ្ធាចារ្យដែលមានវិន័យខ្ពស់ដែលបានចាត់ទុកព្រឹទ្ធាចារ្យរូបនេះដូចជាកូនរបស់ខ្លួនត្រូវបានទុកឲ្យគ្មានជំរឿអ្វីក្រៅអំពីបង្ក្រាបគាត់ដោយផ្ទាល់ហើយឃុំខ្លួនគាត់នៅក្នុងពន្ធនាគារនៅពីក្រោយភ្នំឡើយមានន័យថាបែបអាតានឹងដូចគាត់ខឹងគាត់ម៉ូម៉ៅបដ ாய் ណាពេលដែលគាត់ហៀបឡើងកម្រិតទី10ហើយបែរជាមានអ្នកមកឲ្យរំខានចឹងណាដែលធ្វើឲ្យគាត់ខូចតារបស់គាត់អញ្ចឹងទៅគាត់សម្លាប់រើសមុខទេគាត់សម្រាប់កូនចៅរបស់គាត់សម្រាប់សិស្សផ្ទាល់របស់គាត់ក៏គាត់ធ្វើឲ្យរបួសដែរក្រោយមកព្រឹទ្ធាចារ្យខាងវិន័យដែលមិនបានចាក់ចែងពីភ្នំអស់រយៈពេល100ឆ្នាំបានធ្វើការសម្រេចចិត្តដ៏គួរឲ្យភ្ញាក់ផ្អើលមួយនាងបានទៅសាលបុព្វបុរសនៃភ្នំពិធីហើយបានយកដាវរបស់បុព្វបុរសស្ថាបនិកមកបន្ទាប់មកនាងបានចាក់ចែងពីភ្នំហើយបានស្ទុះចូលទៅក្នុងនៃកាយនៃសត្រូវដ៏សាហាវរបស់ពួកគេដោយបានសម្លាប់មនុស្សយ៉ាងរញ៉េរញ៉ៃនិងប្រហារជីវិតអ្នកដាំដុះដែលបានបំផ្លាញជីវិតព្រឹទ្ធាចារ្យវ័យក្មេងនាងបានសើចយ៉ាងខ្លាំងមុនពេលត្រឡប់ទៅភ្នំពិធីវិញទោះជាយ៉ាងណាក៏ដោយក្នុងរយៈពេល1ឆ្នាំបន្ទាប់ពីត្រឡប់មកវិញនាងបានស្លាប់ភ្លាមអូងបាទន័យថានាងទៅសងសឹកឲ្យប៉ែនឹងទៅទាក់ទងនឹងបញ្ហានេះពួកសិស្សនៃភ្នំពិធីហ៊ានពិភាក្សារឿងនេះដោយសម្ងាត់ប៉ុណ្ណោះនេះជាករណីពិសេសទាក់ទងនឹងថាតើការសម្រេចចិត្តរបស់ព្រឹទ្ធាចារ្យវិន័យក្នុងការសងសឹកមានតម្លៃឬអត់ទោះជាយ៉ាងណាក៏ដោយសម្បីតែនិកាយនិងត្រកូលអមតៈនៅខាងក្រៅភ្នំពិធីក៏កោតសរសើរនិងសរសើរពីសកម្មភាពក្លាហាននិងវីរភាពរបស់ព្រឹទ្ធាចារ្យវិន័យនោះផងដែរពួកគេមានអារម្មណ៍ថានាងបានបង្ហាញអំណាចនិងអាកប្បកិរិយារបស់បុព្វបុរសស្ថាបនិកភ្នំពិធីក្រោយមកនិកាយនិងត្រកូលអមតៈទាំងនេះបានបង្ហាញសុឆន្ទៈកាន់តែខ្លាំងឡើងចំពោះភ្នំពិធីដែលបានបាត់បង់ងារជានិកាយរួចទៅហើយអ្នកត្រួតពិនិត្យមកដែលជាអ្នកទទួលខុសត្រូវចំពោះបញ្ហាទាំងអស់ដែលទាក់ទងនឹងបន្ទំលំដាប់ខ្ពស់នៅលើកប៉ាល់គុណគឺជាមិនបរិសចំណាធាត់ម្នាក់ដែលមានចិញ្ចៀនត្បូងពណ៌ថ្មផ្សេងគ្នានៅលើម្រាមដៃរបស់គាត់បានទៅគ្រប់បន្ទប់លំដាប់ខ្ពស់ទាំងអស់ហើយបញ្យល់ដោយផ្ទាល់ទៅកាន់ភ្ញៀវកិត្តិយសថាការរំជួយដៃដ៏ខ្លាំងក្លានេះមិនមែនបណ្ដាលមកពីការវាយប្រហាររបស់សត្រូវនោះទេផ្ទុយទៅវិញកប៉ាល់គុណនេះគ្រាន់តែធ្វើសកម្មភាពលេងសើចប៉ុណ្ណោះដែលជាហេតុការដ៏កម្រមួយក្នុងរយៈពេល100ឆ្នាំប៉ុណ្ណោះហើយគុណនេះសង្ស័យវាដូចជាគុណពេងវាគេភ្ជាប់មកជាមួយគុណពេងវិជារបស់ស៊ីហាគុណពេងនឹងគឺដូចជាត្រីបាឡែនកាត់ជាមួយអន្ត្រីមិនណាចឹងណាអស់នេះប៉ុន្តែអានេះគឺត្រីបាឡែនចឹងណាកប៉ាល់គុណនឹងគឺត្រីបាឡែនប៉ុណ្ណានៃចឹងទៅហើយបងប្អូនដែលស្ដាប់រឿងហានលីដឹងស្រេចហានលីធ្លាប់ជិះអានឹងដែរហ្នឹងប៉ុន្តែទៅវ័យជាមួយអ្នកកម្រិតទី14គាត់នៅកម្រិតទី12ទៅវ័យជាមួយអ្នកកម្រិតទី14គេដាក់ឡើងបែកខ្ទេចខ្ទីហ្មងណាទាក់ទងនឹងភ្ញៀវនៅក្នុងបន្ទប់ផ្សេងទៀតភ្នំពិធី
มันอายเชียពេលវេលាបញ្យល់ពីស្ថានភាពដល់ពួកគេបានទេឈៀវស៊ីបានបើកទ្វារហើយនៅពេលដែលអ្នកត្រួតពិនិត្យម៉ាបានឮថាឈៀនភីណានកំពុងហ្វឹកហាត់នៅលើនាវាសង្កេតការគាត់ញញឹមហើយប្រាប់ឲ្យនាងផ្ញើសារនៅពេលក្រោយមុនពេលចាត់ចែងអ្នកត្រួតពិនិត្យម៉ាបានមើលពីលើស្មាស្ដើងរបស់ក្មេងស្រីនោះកុំម៉េះឲ្យនិយាយទៅមែនតែអ្នកអស់នេះឲ្យតែរឿងចិនឃើញនោះធាត់ចឹងគឺដឹងតែលមុបស្រីហ្មងណាមានឆ្ងល់ដែរណាហើយគេប៉េះគេប្រកែរោគនឹកឃើញតើមនុស្សបែបនេះគឺជាមនុស្សរមោបស្រីមូបែបនោះតែវាជាក់ស្ដែងវាអញ្ចឹងមែនតើនិយាយតែនិយាយលេងទេបងប្អូនហើយសម្លឹងមើលទៅប្អូនស្រីរបស់នាងឈ្មោះថាឈុនសួយដែលមានរូបរាងស្អាតជាងនាងមានរាងស្អាតនិងស្រស់ស្រាយពេលដែលឈរក្បែរតុហើយសម្បីតែពីខាងមុខក៏ដោយគាត់នៅតែអាចមើលឃើញគូដ៏ស្រស់ស្អាតរបស់នាងគុំមិនមែនណូវរសំណាស់បានដកភ្នែករបស់គាត់ចេញដោយស្ទាក់ទើហើយនិយាយលេងថាឈីវស៊ីអ្នកត្រូវញ៉ាំបន្ថែមទៀតមើលទៅអ្នកគឺស្គមខ្លាំងណាស់វាមិនល្អសម្រាប់ក្មេងស្រីដូចអ្នកទេដែលស្គមពេកប្រសិនបើអ្នកមិនមានលទ្ធភាពទេកុំបារម្ភអីបងធំម៉ានៅតែអាចទុកលុយមួយចំនួនឲ្យអ្នកបានមិនចាំបាច់មានសេចក្ដីវត្ថុនិងគួរសមជាមួយនឹងខ្ញុំទេហើយគ្រាន់តែសួរថាតើអ្នកត្រូវការឬអត់យល់ទេចេះដាក់តាកទៀតឈៀវស៊ីញញឹមឲ្យងក់ក្បាលទទួលស្គាល់ទោះជាយ៉ាងណាក៏ដោយបន្ទាប់ពីបិទទ្វារហើយអង្គុយក្បែរបងស្រីរបស់នាងមិនអាចទប់ភ្នែករបស់នាងបានឡើយហើយរអ៊ូរទាំថាមនុស្សអាក្រក់ដល់ចំណាស់នេះការឲ្យវាមើលមកខ្ញុំគឺដូចជាការឲ្យខ្យងវាលើខ្នងដៃរបស់ខ្ញុំអញ្ចឹងឈឹវាមានអារម្មណ៍ស្អិតនិងគួរឲ្យខ្ពើមខ្លាំងណាស់ដូចជាបងប្រុសម៉ាឬបងស្រីខ្ញុំពិតជាចង់វាយគាត់ឲ្យសន្លប់ខ្លាំងណាស់ឲ្យជួយអ្នកមានរូបរាងស្រស់ស្អាតប៉ុន្តែអ្នកមិនព្រមឲ្យអ្នកដទៃមើលអ្នកសំបីតែ1វិនាទីទេមែនទេចរិតឆេវឆាវម្លេះតែអ្នកពិតជាគិតថាអ្នកជានារីសួរមកពីនិកាយអមតៈមែនទេឈុនសួយបាននិយាយដោយសម្លេងស្រទន់គួរឲ្យអស់សំណើចខ្ញុំឆ្ងល់ថាតើអ្នកជាមិត្តស្និទ្ធជាមួយនឹងនារីឋានសួគ៌លីវមកពីព្រះពន្លាពួកលើងមែនទេតែអ្នកអាចណែនាំនាងឲ្យស្គាល់អ្នកបម្រើដែលរៀបទៀបម្នាក់នេះបានទេភ្នែករបស់ឈីវស៊ីបើកធំពេលដែលឮដូច្នេះហើយនាងក៏ស្រែកឡើងថាបងស្រីធំមិននេះក៏អ្នកអាចលេងសើចជាមួយនឹងខ្ញុំបែបនេះអញ្ចឹងជាទៅមានមកអ្នកប្រុសតូចម្នាក់នេះមកពីខេត្តនេទាខេរដូវនៃចក្រភពលីដ៏អស្ចារ្យគឺជាមនុស្សស្រួលចិត្តងាយម្នាក់ឈុនសួយបាននិយាយភ្លាមឈៀវស៊ីព្រេកភ្នែកទាំងភ្នែករបស់នាងសម្លឹងហើយនិយាយថាអ្វីមិនគិតចង់ប្រគល់ខ្លួនឲ្យគាត់ដោយស្មោះទេមែនទេយ៉ាងណាមែនគាត់គ្រាន់តែជាក្មេងតូចម្នាក់ដូច្នេះតើបងស្រីអាចចូលចិត្តគាត់បានដោយរបៀបណានិយាយអ្វីមិនសមហេតុផលឈិនសួយនិយាយដោយខឹងសម្បាឈៀវស៊ីសើចចំអករួចឆ្លើយថាខ្ញុំដឹងអ្នកចូលចិត្តហើយអមតៈដ៏មានកិត្តិយសរបស់ភ្នំពិធីរបស់យើងជាការពិតណាគាត់ជាសិស្សផ្ទាល់របស់មេដឹកនាំភ្នំហើយគាត់ក៏មានទេពកោសល្យខ្លាំងនិងសង្ហាខ្លាំងផងដែរអ្វីដែលសំខាន់បំផុតនោះគឺគាត់មានសេចក្ដីវត្ថុនិងរស់រាយរាក់ទាក់ចំពោះមនុស្សគ្រប់គ្នាដែលគាត់ជួបគាត់ក៏បានបង្កើតឈ្មោះល្បីល្បាញសម្រាប់ខ្លួនឯងក្នុងកំឡុងពេលធ្វើដំណើរពីលើកចុងក្រោយពីលើភ្នំដើម្បីវឹកហាត់នៅពេលដែលយើងបានចូលរួមពិធីជប់លៀងភ្នំពិធីដែលប្រារព្ធឡើងរៀងរាល់3ឆ្នាំម្ដងទឹកមុខដែលអ្នកមាននៅពេលអ្នកមើលគាត់វឹកហាត់ជាមួយនឹងនរណាម្នាក់ពីចម្ងាយធុញការសម្លឹងរបស់អ្នកដូចជាខ្យល់នេទាខេរដូវដែលអាចរលាយព្រិលឈុនសួយបានផ្អៀងទៅមុខហើយទ្រូងរបស់នាងបានបង្កើតជាខ្សែកងដ៏អស្ចារ្យមួយដោយអចេតនានៅពេលដែលវាសង្កត់លើគែមតុកកុំមិនណូនាងបានលូកដៃទៅផ្ទះថ្ងាសប្អូនស្រីរបស់នាងយ៉ាងស្រាលដោយនិយាយថាអ្នកនៅកម្រិតទី2ហើយខ្ញុំក៏នៅកម្រិតទី2ដែររួមបញ្ចូលគ្នាកម្រិតនៃការដាំដុះរបស់យើងនៅតែទាបជាងគាត់បានទៅដល់
កម្រិតហើយកម្រិតទី2កាលពី3ឆ្នាំមុនហើយប្រហែលជាគាត់នឹងបានទៅដល់កម្រិតទី3រួចទៅហើយនៅពេលដែលយើងត្រឡប់មកវិញលើកនេះឈីវស៊ីបានញញឹមហើយចាប់ដៃបងស្រីរបស់នាងដោយធ្វើត្រាប់តាមសម្លេងនិងអាកប្បកិរិយារបស់នាងអ្នកឲ្យត្រួតពិនិត្យមកនាងបាននិយាយលេងថាអូណែកញ្ញាឈុនស៊ុយដៃដោះស្រឡូនរបស់អ្នកគឺពិតជាស្លេកស្លាំងហើយរូបរាងរបស់អ្នកគឺពិតជាស្រស់ស្អាតណាស់ដៃរបស់នារីឋានសួគ៌ដតេទៀតប្រហែលជាមិនស្អាតដូចអ្នកទេទោះបីជាពួកគេមិនចាំបាច់ធ្វើការងារផ្ទះពេញមួយឆ្នាំក៏ដោយយីក៏ជួយអូឌឺវិញដៃម្ខាងរបស់នាងកំពុងត្រូវបានប្អូនស្រីរបស់នាងកាន់ដូច្នេះឈុនស៊ុយបានលើកដៃម្ខាងទៀតរបស់នាងឡើងដើម្បីទប់មាត់ពេលដែលនាងសើចផ្លូវនៃការដាំដុះគឺពិបាកប៉ុន្តែតែងតែមានរឿងរីករាយដែលអាចធ្វើឲ្យមនុស្សម្នាក់ញញឹមបានឧទាហរណ៍បងប្អូនស្រីភ្លោះទាំងពីរនាក់ពឹងផ្អែកលើគ្នាទៅវិញទៅមកហើយពួកគេមានជីវិតដ៏សុខសាន្តតាំងពីក្មេងមកម្ល៉េះនៅពេលដែលពួកគេមានពេលទំនេរពួកគេថែមទាំងអាចគិតដោយសម្ងាត់អំពីមនុស្សនិងរឿងធំៗមួយចំនួនទៀតផងនៅឃើញបងប្អូនភ្លោះនៅឃើញណែយន្តយ៉ាវឈិនភិនអានបានបញ្ចប់ការហ្វឹកហាត់រួចទៅហើយបានដើរទៅកាន់មាត់ទ្វារដែលនាំទៅកាន់សាលធំទោះជាយ៉ាងណាក៏ដោយបន្ទាប់ពីឃើញរឿងនេះគាត់បានត្រឡប់ទៅកន្លែងសង្កេតមើលវិញដោយស្ងៀមស្ងាត់ដោយមិនព្រមរំខានដល់ពេលវេលាដ៏ផ្អែមល្ហែមនេះឡើយចលនារបស់គាត់ស្ងប់ស្ងាត់និងទន់ភ្លន់ពេញមួយពេលដូច្នេះបងប្អូនស្រីភ្លោះទាំងពីរមិនបានកត់សម្គាល់ឃើញវត្តមានរបស់គាត់ទាល់តែសោះឈិនភិនអានបានសម្រេចចិត្តអនុវត្តសមាធិដើរនៅលើនាវាសង្កេតគាត់បានកំណត់គោលដៅឲ្យខ្លួនឯងវាយ1លានដងហើយវាមិនមែនជាករណីដែលការវាយដោយចៃដន្យណាមួយនឹងរាប់បញ្ចូលនោះទេស្អីទៅវិញវានឹងរាប់បញ្ចូលលុះត្រាតែគាត់បានបញ្ចប់ចំហៀនទាំង6នៃការធ្វើសមាធិដើរប្រសិនបើគាត់គ្រាន់តែដេញតាមលបឿនប៉ុណ្ណោះគេមិនអាចនិយាយបានថាគាត់នឹងបញ្ចប់ការដាល់1លានដងក្នុងរយៈពេល 2-3 ថ្ងៃនោះទេទោះជាយ៉ាងណាក៏ដោយប្រសិនបើគាត់ហ្វឹកហាត់ឥតឈប់ឈររយៈពេល12ម៉ោងជារៀងរាល់ថ្ងៃក្នុងកំឡុងពេលធ្វើដំណើរទៅភាគខាងត្បូងបន្ទាប់មកបូកបញ្ចូលគ្នាជាមួយនឹងការដាល់ដែលគាត់បានប្រមូលបានពេលធ្វើដំណើរទៅកាន់គោលសួយដ៏អស្ចារ្យនិងត្រឡប់មកវិញគាត់អាចឈានដល់ការដាល់1លានដងក្នុងរយៈពេលប្រហែលជា2ឆ្នាំកន្លះនិយាយទៅគឺចង់និយាយថាអាការដាល់នឹងគឺឈិនភិនអានក៏ដូចយើងនិយាយដូចរាប់ថាមកក្បាច់ចឹងណាចឹងគាត់ប្រើក្បាច់វ័យនឹងវ័យរហូតដល់6ជំហានបានគាត់រាប់មួយចឹងណារាប់ថាមួយដៃចឹងណាទោះជាយ៉ាងណាក៏ដោយឈិនភិនអានមិនបានដេញតាមលបឿននេះទេទៅវិញគាត់កំពុងដេញតាមភាពយឺតយ៉ាវនិងស្ថិរភាពនេះក៏ព្រោះតែបន្ទាប់ពីទម្លុះចំណតទី6នៃបច្ចេកទេស18ចំណតដែលអាលៀងបានបង្រៀនគាត់ឈិនភិនអានឥឡូវនេះកំពុងជួបប្រទះនឹងរឿងខុសគ្នាទាំងស្រុងបើប្រៀបធៀបទៅនឹងចំណុចទាំង6ដំបូងវាដូចជាឈីរបស់គាត់ដូចជាទន្លេដែលហូរយឺតប៉ុន្តែរឹងមាំដូច្នេះឈិនភិនអានមិនអាចធ្វើប្រហែលបានទេលើពីនេះគោលការណ៍នៃការប្រញាប់ប្រញាល់តិចតួចឬក៏លបឿនតិចតួចគឺជាអ្វីមួយដែលតែងតែលេចឡើងនៅក្នុងសៀវភៅដូច្នេះឈិនភិនអានជាធម្មតាមិនហ៊ានប្រងើយកន្តើយនៅក្នុងរឿងនេះនោះទេប្រសិនបើអ្វីៗនៅតែបន្តដោយធម្មតានោះវាមិនអាចจะរួចទេសម្រាប់គាត់ក្នុងការឈានដល់គោលដៅដាល់1លានដងមុនពេលទៅដល់ភ្នំដែនដីភាគកណ្ដាលរឿងនេះធ្វើឲ្យឈិនភិនអានមានអារម្មណ៍ថាគ្មានទីពឹងបន្តិចដំបូងឡើយគាត់ចង់សម្រេចបានយ៉ាងហោចណាស់រឿងមួយមុនពេលដែលជួបនាងម្ដងទៀតគិតដល់ហើយនៅគិតដល់ហើយឥឡូវនេះឈិនភិនអានមានជំនាញគ្រប់គ្រាន់ក្នុងការអនុវត្តសមាធិដើររួចទៅហើយទោះបីជាគាត់គិតអំពីរឿងផ្សេងទៀតក៏ដោយគាត់នៅតែអាចប្រើអិរិយាបថកណ្ដាប់ដៃទាំងនេះដើម្បីបន្ធូរបន្ថយរាងកាយនិងចិត្តរបស់គាត់ការអនុវត្តបច្ចេកទេសកណ្ដាប់ដៃគឺដូចជាការអានអញ្ចឹងអត្ថន័យនៃសៀវភៅមួយក្បាលនឹងកាន់តែច្បាស់បន្ទាប់ពីមនុស្សម្នាក់អានវាច្រើនដងហើយការសរសេររបស់មនុស្សម្នាក់ក៏នឹងដូចជាមនុស្សម្នាក់កំពុងទទួលបានជំនួយពីព្រះប្រសិនបើមនុស្សម្នាក់អានសៀវភៅរាប់មិនអស់ប៉ុន្តែគោលការណ៍ដ៏ឆ្លៀសវៃនៅក្នុងសៀវភៅទាំងនោះ
មិនបានកុហកឡើយបន្ទាប់ពីសម្រាប់មួយសន្ទុះឈិនភិនអានបានពីងដៃរបស់គាត់ទៅលើរនាំងរៀនហាលហើយសម្លឹងមើលទៅឆ្ងាយព្រះអាទិត្យកំពុងតែលេងនៅទិសខាងលិចដោយគ្របដណ្ដប់ដោយអាវពួរមាសលើសមុទ្រពពកពន្លឺពណ៌មាសដ៏ភ្លឺចែងចាំងនិងអស្ចារ្យនៅពេលដែលវារសាត់លើពពកហើយនេះគឺជាទិដ្ឋភាពដែលអាចធ្វើឲ្យចិត្តរបស់មនុស្សម្នាក់សម្រាកបានកាលពីបងប្អូនភ្លោះទាំងពីរបាននាំគាត់ដើរលេងជុំវិញបន្ទប់ពីមុនសមុទ្រពពកបានលេចចេញជាផ្ទាំងសម្លេងដ៏ធំសម្បើមនៅក្នុងភ្នែករបស់ឈិនភិនអានលើពីនេះវាមើលទៅដូចជាផ្ទាំងសម្លេងពីសន្លឹងដែលកប៉ាល់គុណធ្វើដំណើរឆ្លងកាត់ដោយសារតែរឿងនេះវាហាក់ដូចជាមេឃនៅជិតគ្នាហើយផែនដីក៏នៅជិតគ្នាដែរទោះជានោះគឺជាអារម្មណ៍ដ៏គួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់ឈិនភិនអានបានងាកចេញយឺតៗបន្ទាប់មកគាត់ឈោកខ្ពស់ហើយបន្ទប់លំដាប់ខ្ពស់ដែលនៅសល់ទាំងអស់គឺទាបជាងបន្ទប់របស់គាត់ក៏មានអ្នកដាំដមួយចំនួនកំពុងឈរនៅលើនាវាសង្កេតការនៃលំនៅឋានទាំងនេះហើយកំពុងតែរីករាយនឹងពពកភ្លឺចែងចាំងនៃប្រឡប់នៅខាងក្នុងរបងរឹងមាំដែលតម្រង់ជួរជំវិញបរិវេណខាងក្រៅនៃអគារខ្ពស់នោះមានមនុស្សមួយចំនួនកំពុងតែដើរលេងនិងក្មេងៗរត់លេងក្រោមការត្រួតពិនិត្យរបស់អាណាព្យាបាលរបស់ពួកគេមានសម្លេងជជែកគ្នានឹងសំណើចឈិនភិនអានបានឃើញខ្នងរបស់មនុស្សម្នាក់ហើយដោយមើលឃើញបច្ចុប្បន្នរបស់គាត់អាចមើលឃើញការថងផ្ទុកដែលជួរតាមអង្កត់ទ្រូងលើខ្នងរបស់មនុស្សទាំងនោះយ៉ាងច្បាស់ក៏មានដាវឈើមួយនៅក្រោមថងផ្ទុកផងដែរមនុស្សនោះស្លៀកពាក់អាវផាយសាសនាតាវដែលពាក់យ៉ាងល្អហើយក៏មានស្នៀតសក់ឈើនៅលើសក់របស់គាត់ផងដែរយុវជននោះបានបែរខ្លួនយឺតៗទៅចំហៀងខ្លួនហើយសម្លឹងមើលទៅដីគាត់បានលើកដៃឡើងដើម្បីបាំងព្រះអាទិត្យពីភ្នែករបស់គាត់ហើយទឹកមុខរបស់គាត់ហាក់ដូចជារសាត់បាត់បន្តិចទោះបីជាមានរបាំងគ្មានរូបរាងមួយកំពុងតែរសាត់អណ្ដែតនឹងការពារតំបន់ទាំងនោះនៅលើខ្នងរបស់សត្វគុណក៏ដោយក៏ខ្យល់បក់បោកស្រាលៗនៅតែអាចឆ្លងកាត់វាបានពោលជាចាតាវ័យក្មេងមានបបោមាត់ស្ងួតនិងប្រេះហើយខ្យល់បក់បងមកលើចិញ្ចើមរបស់គាត់ពីលើអាកាសយ៉ាងស្រាលគាត់ក៏មានដាវឈើចងនៅលើខ្នងរបស់គាត់ផងដែរក្មេងប្រុសមកពីផ្លូវហើយកំណំកំពុងស្នាក់នៅក្នុងបន្ទប់លំដាប់ខ្ពស់មួយហើយឈរនៅលើនាវាសង្កេតការមួយខ្ពស់ជាងអ្នកដទៃទាំងអស់នៅពេលដែលអ្នកបម្រើស្រីរបស់គាត់ជជែកគ្នាពួកគេនឹងនិយាយអំពីរឿងរ៉ាវទាក់ទងនឹងអមតៈនៅកម្រិតកំពូលទាំង5នៅខាងក្រោមពួកគេគឺជាទ្វីបតូចបំផុតនៅក្នុងពិភពដ៏អស្ចារ្យហើយវាទំនងជាអ្នកដាំដុះនៅក្នុងកងកម្លាំងតូចៗជាពិសេសអ្នកដាំដុះឯកានិងអ្នកដាំដុះឯកាដែលកំពុងតែតស៊ូដូចជាស្មៅទាគ្មានឫសនៅលើភ្នំនិងវាភ័ក្រនឹងមិនដែលដឹងអំពីឈ្មោះនៃកម្រិតកំពូលទាំង5ឡើយសម្បីតែរហូតមកដល់ពួកគេស្លាប់ក៏ដោយទន្ទឹមនឹងនេះពលជាចាតាវ័យក្មេងមកពីកន្លែងដែលមិនស្គាល់ដែលកំពុងតែឈរស្ងៀមនៅពីមុខរនាងនៅលើកម្រិតទាបបំផុតនៃកប៉ាល់គុណហើយរាប់ប្រាក់ដែលនៅសល់របស់គាត់ពេលដែលគាត់ឃ្លានគាត់កំពុងកំណត់ថាតើគាត់មានប្រាក់គ្រប់គ្រាន់ដើម្បីយកកប៉ាល់គុណទៅកាន់ប្រទេសស្ទឹងពាកខាងត្បូងឬអត់ឈិនភិនអានបានដកថយពី3ចំហៀនហើយបន្តអនុវត្តបច្ចេកទេសកណ្ដាប់ដៃរបស់គាត់ចលនារបស់គាត់គឺធម្មជាតិហើយចេតនាកណ្ដាប់ដៃរបស់គាត់គឺសាមញ្ញប៉ុន្តែវាឆើតឆាយល្អមើលខ្លាំងណាស់ឈិនភិនអានបានបន្តអនុវត្តសមាធិដើរលើនាវាសង្កេតរហូតដល់យប់ជ្រៅនៅពេលដែលព្រះច័ន្ទបានរៀបភ្លឺចែងចាំងនិងគ្របដណ្ដប់លើរស្មីនៃផ្កាយចឹងយើងជួបគ្នានៅវីដេអូក្រោយទៀត